សូមគោរពទូរទស្សនិកជនទាំងអស់ដែលកំពុងតែទស្សនាការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាដោយដែលនាងខ្ញុំបានជម្រាបជូនហើយថានៅក្នុងសប្តាហ៍ទី3នេះយើងនឹងជួបគ្នាជាថ្មីទៀតនៅក្នុងការជួបប្រកួតរវាងក្រុមយុវជនដែលអញ្ជើញមកពីសាកលវិទ្យាល័យធនធានមនុស្សត្រូវជួបប្រកួតជាមួយនឹងក្រុមយុវជនដែលអញ្ជើញមកពីសាកលវិទ្យាល័យប៊ីលបារាយក្រោមប្រធានបទសិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរមានតួនាទីនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះគឺជាប្រធានបទថ្មីមួយទៀតដែលគណៈកម្មាធិការជាតិលើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរបានរៀបចំសម្រាប់ការចូលរួមរបស់ក្រុមនិស្សិតមុននឹងចូលដល់នៃកិច្ចពិភាក្សាបកស្រាយរបស់ក្រុមទាំងពីរនាងខ្ញុំសូមគោរពវត្តមានអាដាមថាច់ផែនរដ្ឋលេខាធិការក្រសួងព័ត៌មានសូមគោរពលោកជំទាវអាយឧត្តមដែលអញ្ជើញមកពីបណ្ដាអន្តរស្ថាប័ននានាអស់លោកស្រីដែលអញ្ជើញមកពីក្រសួងកិច្ចការនារីពីគណៈកម្មាធិការជាតិលើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែររួមជាមួយនឹងលោកសាស្ត្រាចារ្យដែលបានដឹកនាំក្រុមនិស្សិតអញ្ជើញមកពីសាកលវិទ្យាល័យទាំង8ដែលរួមមានសាកលវិទ្យាល័យកម្ពុជាសាកលវិទ្យាល័យបញ្ញាសាស្ត្រសាកលវិទ្យាល័យធនធានមនុស្សសាកលវិទ្យាល័យប៊ីលបារាយសាកលវិទ្យាល័យបញ្ញាជាតិសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនិងសាកលវិទ្យាល័យមេគង្គកម្ពុជាហើយសង្ឃឹមថានៅក្នុងការជួបប្រកួតជុំទី3នេះក្រុមនិស្សិតទាំងពីរគឺនឹងប្រកាសជាលើកឡើងនៅចំណេះចេះដឹងរបស់ប្អូនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធជាមួយនឹងការងារសង្គមជាថ្មីម្ដងទៀតហើយនៅក្នុងការជួបប្រកួតវគ្គទី3នេះគឺយើងមានគណៈកម្មការ5រូបចូលរួមធ្វើការវាយតម្លៃក៏ដូចជាកាត់សេចក្តីទៅលើការបកស្រាយរបស់ប្អូនដែលរួមមាន1អាយឧត្តមលេវណាល់អគារធិការក្រសួងកិច្ចការនារីនិងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិលើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរទី2ឯកឧត្តមហប៊ុនធឿនអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជាសមាជិកគណៈកម្មាធិការជាតិលើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរទី3លោកជំទាវចន្ទធីអនុរដ្ឋលេខាធិការក្រសួងព័ត៌មានទី4លោកវរៈសេនីយ៍ត្រីជើវហៈនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញទី5លោកអ៊ូរតនៈតំណាងយុវជនចាស់ហើយកតិកានៃការលើកឡើងបកស្រាយរបស់បងប្អូនទាំងពីរក្រុមសុទ្ធតែបានជ្រាបអស់ហើយគណៈកម្មការសុទ្ធតែបានជម្រាបបងប្អូននៅពេលមុនចូលធ្វើការប្រកួតដូច្នេះមុននឹងចាប់ផ្ដើមសូមឲ្យបងប្អូនដែលស្ថិតនៅក្នុងក្រុមគាំទ្រជម្រាបអំពីឈ្មោះដល់ទស្សនិកជនមុនចាស់សូមអញ្ជើញខ្ញុំបាទឈ្មោះយ៉ាន់សិលាជានិស្សិតមកពីសាកលវិទ្យាល័យធនធានមនុស្សសូមគោរពគណៈអធិបតីគណៈកម្មាធិការនិងអង្គវេទិកាទាំងមូលសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលនាងខ្ញុំឈ្មោះងីសុជាតាជានិស្សិតមកពីសាកលវិទ្យាល័យធនធានមនុស្សនាងខ្ញុំសូមគោរពទៅដល់គណៈអធិបតីនិងអង្គវេទិកាទាំងមូលនាងខ្ញុំឈ្មោះកែលក្ខណាជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សជាបឋមខ្ញុំបាទសូមគោរពគណៈអធិបតីសូមគោរពគណៈកម្មការនិងអង្គវេទិកាទាំងមូលខ្ញុំបាទឈ្មោះធឿនធាជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សជាបឋមខ្ញុំបាទសូមគោរពគណៈអធិបតីនិងអង្គវេទិកាទាំងមូលខ្ញុំបាទឈ្មោះស្រួងវិធីជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សជើញបងជាបឋមនេះខ្ញុំសូមគោរពគណៈអធិបតីគណៈកម្មការក៏ដូចជាអង្គវេទិកាទាំងមូលនេះខ្ញុំឈ្មោះប៉ូលីតាជានិស្សិតពីសាកលវិទ្យាល័យបៀប្រៃនិងជាក្រុមបដិសេធទៅលើវិធានបទបាទខ្ញុំបាទសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលខ្ញុំបាទឈ្មោះម៉ៅស្រាមនេះមកពីសាកលវិទ្យាល័យបៀប្រៃបាទសូមគោរពគណៈអធិបតីចំពោះគណៈកម្មការព្រមទាំងអង្គវេទិកាទាំងមូលខ្ញុំបាទឈ្មោះជួសុកញ្ញាជានិស្សិតមកពីសាកលវិទ្យាល័យបៀប្រៃសូមគោរពនិងជម្រាបសួរដល់គណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលនេះខ្ញុំឈ្មោះញ៉ុនសុជាតាមកពីសាកលវិទ្យាល័យបៀប្រៃសូមជាបឋមខ្ញុំសូមគោរពដល់គណៈកម្មការគណៈអធិបតីនិងអង្គវេទិកាទាំងមូលខ្ញុំបាទឈ្មោះលេងចាំរ៉ាមកពីសាកលវិទ្យាល័យបៀប្រៃចាអរគុណណាស់សម្រាប់ការបង្ហាញខ្លួនអំពីក្រុមទាំងពីរឥឡូវនេះគឺយើងចូលដល់ខ្លឹមសាររបស់ប្រធានបទដែលពាក់ព័ន្ធជាមួយនឹងសិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរមានតួនាទីក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចាប់ផ្ដើមពីក្រុមគាំទ្រនឹងចាស់សូមអញ្ជើញបងអូន
ជាបឋមសូមគោរពគណៈអធិបតីគណៈកម្មាធិការនិងអង្គវេទិកាទាំងមូលជាទីមេត្រីខ្ញុំបាទឈ្មោះយ៉ានសេឡាជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សក្រុមខ្ញុំបាទនឹងធ្វើការគាំទ្រទៅលើប្រធានបទដែលបានលើកឡើងថាសិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរមានតួនាទីសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រីឯរចនាសម្ព័ន្ធក្នុងការបកស្រាយរួមមានទី1មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលនឹងធ្វើការបកស្រាយដោយខ្ញុំបាទផ្ទាល់ទី2សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរមានតួនាទីអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនឹងធ្វើការបកស្រាយដោយកញ្ញាងីសុជាតាជាបន្តដើម្បីឲ្យយល់ប្រធានបទនេះកាន់តែច្បាស់ខ្ញុំសូមបញ្យល់ពាក្យកលឹះចំនួន3ទី1សិលធម៌សង្គមមានន័យថាគឺជាអំពើល្អនិងការប្រព្រឹត្តទៅទង្វើយ៉ាងល្អប្រកបដោយការគោរពចំពោះខ្លួនឯងនិងពីសំណាក់អ្នកដទៃនេះបើយោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតពាក្យកលឹះទី2តម្លៃស្ត្រីនៅក្នុងន័យនេះគេចង់និយាយថាអត្ថប្រយោជន៍ដែលស្ត្រីបានធ្វើនិងបញ្ចេញសកម្មភាពចំពោះកត្តាចរាចរណ៍នេះបើយោងតាមគណៈកម្មាធិការលើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរឆ្នាំ2010ទិសដៅឆ្នាំ2011និងពាក្យកលឹះទី3គ្រួសារខ្មែរសម្ដៅទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅលើទឹកដីខ្មែរនេះបើយោងតាមវចនានុក្រមដដែលមួយនេះសរុបមកប្រធានបទទាំងមូលមានន័យថាការមានចំណេះដឹងហើយការប្រព្រឹត្តទៅតាមទង្វើយ៉ាងល្អការចូលរួមរបស់ស្ត្រីនិងការចូលរួមពីប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីសំខាន់ក្នុងការកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ជាបន្តអនុញ្ញាតឲ្យខ្ញុំបានបកស្រាយនៅចំណុចទី1មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍យើងដឹងហើយថានៅរាល់ពិធីបុណ្យធំម្ដងរៀងរាល់ដំណាច់ឆ្នាំតរយៈការស្ដីពីការស្លាប់មនុស្សដោយសារគ្រោះថ្នាក់ចរាចរណ៍គឺជាព័ត៌មានគួរឲ្យភ័យខ្លាចបំផុតរបាយការណ៍រយៈពេល11ខែឆ្នាំ2011បានបង្ហាញឃើញថាមនុស្សស្លាប់ជាង1700នាក់និងរបួសជាង7000នាក់គឺជាតួលេខខ្ពស់បំផុតហើយគ្រោះថ្នាក់នេះគឺបណ្ដាលមកពីកត្តាមនុស្សកត្តាយានយន្តកត្តាផ្លូវថ្នល់និងកត្តាអាកាសធាតុដែលក្នុងនោះយើងឃើញថាចំណាយអស់ថវិកាជាតិជាង279លានដុល្លារក្នុងមួយឆ្នាំច្រើនណាស់បើធៀបជាមួយនឹងប្រជាជនខ្មែរយើង14លាននាក់ហើយតាមរបាយការណ៍របស់ Hedicam របាយការណ៍ឆ្នាំ2010របស់អង្គការ Hedicam International បានឲ្យដឹងថាមនុស្សស្លាប់ជាមធ្យមគឺ5នាក់ក្នុងមួយថ្ងៃ5នាក់ក្នុងមួយថ្ងៃ14លាននាក់យើងគិត5នាក់ក្នុងមួយថ្ងៃតើមួយឆ្នាំនឹងស្លាប់ប៉ុន្មានយើងឃើញថានេះជាសោកនាដកម្មដ៏សង្វេគមួយនេះជាកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ដូច្នេះហើយក្រោមមិនត្រឹមតែប៉ុណ្ណឹងនោះទេការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានគិតគូរយ៉ាងខ្លាំងទៅលើបញ្ហាចរាចរណ៍ដូចជាបង្កើតផ្លាកសញ្ញាចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ការផ្សព្វផ្សាយពីបញ្ហាចរាចរណ៍ដូចជាការបើកបរកុំពិសាសូរ៉ានៅពេលបើកបរប៉ុន្តែយើងឃើញថាការថយចុះបើយោងតាមរបាយការណ៍របស់ Hedicam នេះដដែលបានដឹងថាឆ្នាំ2010និងឆ្នាំ2009បើធៀបគ្នាទៅមានការថយចុះតែ6%ប៉ុណ្ណោះដូច្នេះហើយតាមការសង្កេតស្រាវជ្រាវរបស់ក្រុមខ្ញុំបានឃើញថាបញ្ហាដែលជាជំងឺសង្គមដ៏ធ្ងន់ធ្ងរមួយនេះគឺបណ្ដាលមកពីការខ្វះសីលធម៌មនុស្សអ្នកបង្កច្រើនជាងគេហើយមនុស្សខ្វះសីលធម៌ក្នុងការបើកបរដូច្នេះហើយទើបធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងច្រើនយ៉ាងនេះបន្តិចនេះខ្ញុំនឹងប្រកបនីតិនេះជូនទៅកញ្ញាងីសុជាតាដែលនាងកញ្ញានឹងបកស្រាយលម្អិតនៅចំណុចនេះដូច្នេះយើងឃើញថាសិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរពិតជាមានតួនាទីសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងពិតប្រាកដមែនសូមអរគុណនេះខ្ញុំឈ្មោះប៉ូលីតាជានិស្សិតពីសាកលវិទ្យាល័យបៀប្រៃនិងជាក្រុមបដិសេធនៅប្រធានបទបានលើកឡើងថាសិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរមានតួនាទីសំខាន់ក្នុងការកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ជាការពិតសិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរមានតួនាទីជួយកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ក៏ពិតមែនក៏ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះក្នុងការចូលរួមមានន័យថានៅមានកត្តាគប់ផ្សំផ្សេងទៀតជាច្រើនដែលអាចចូលរួមកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ដូច្នេះក្រុមនេះខ្ញុំសូមលើកយកនៅកត្តា3សំខាន់ដែលអាចឆ្លុះបញ្ចាំងឲ្យឃើញនៅផលវិជ្ជមានដែលជួយដោះស្រាយនៅបញ្ហាចរាចរណ៍នេះបានគឺកត្តាច្បាប់កត្តាការអប់រំនិងកត្តាការចូលរួមអនុញ្ញាតឲ្យខ្ញុំធ្វើការបកស្រាយនៅកត្តាច្បាប់យើងឃើញថាប្រទេសមួយអាចរក្សាបាននូវសុខសន្តិភាពស្ថិរភាពនិងសន្តិភាពទៅបានលុះត្រាតែមានច្បាប់សម្រាប់ដាក់ឲ្យគ្រប់គ្រងនិងអនុវត្តចំណែកបញ្ហារឿងចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើងវិញក៏ដូចគ្នាទៅនឹងការប្រងប្រទេសដែរគឺត្រូវមានច្បាប់ដើម្បីដាក់ឲ្យគោរពនិងអនុវត្តដែលច្បាប់នេះហើយគឺជាវិធាននិងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឲ្យមហាជនទាំងអស់ក៏ដូចជាអ្នកបើកបរទទួលយកដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់និងសុវត្ថិភាពសាធារណៈដែលជាពិសេសនោះគឺបង្ការកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាក់ស្ដែងនាងខ្ញុំសូមលើកយកនៅ
នៅផែនការជាតិដែលតាក់ទងដែលរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងរហូតដល់16លើកដែលក្នុងនោះភាគច្រើនដែលបណ្ដាលមកពីមិនគោរពច្បាប់ចរាចរណ៍ហើយនៅក្នុងនោះភាគច្រើនគឺការសេពគ្រឿងស្រវឹងការបើកបរក្នុងល្បឿនហួសកំណត់មិនគោរពសញ្ញាចរាចរណ៍ជាដើមចំណុចទាំងអស់នេះហើយបញ្ជាក់ឲ្យឃើញថាការមិនគោរពច្បាប់ចរាចរណ៍ឬក៏បំពានទៅលើច្បាប់ដែលធ្វើហួសដែនកំណត់នោះវាអាចបង្កឲ្យមានហានិភ័យខ្ពស់ក្នុងការកើតមានឡើងនៅគ្រោះថ្នាក់ចរាចរណ៍ដូច្នេះខ្ញុំសូមទាញអារម្មណ៍មកថាចូលនាំគ្នាគោរពច្បាប់ចរាចរណ៍ឡើងវិញនិងគួរតែស្វែងយល់អំពីច្បាប់ចរាចរណ៍ឲ្យបានច្បាស់ផងមុននឹងពេលដើម្បីធ្វើការបើកបរបញ្ជានៅគ្រោះថ្នាក់នេះជាក់ស្ដែងសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃក៏បានធ្វើការអំពាវនាវទៅដល់អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់ចូលរួមយល់ដឹងនិងគោរពប្រតិបត្តិនៅច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួននិងគ្រប់ពេលវេលាចំណែកឯផែនការទស្សវត្សចរាចរណ៍ឆ្នាំ2011-2020នៅប្រទេសកម្ពុជាក៏បានបដិញ្ញាចិត្តថាធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះរហូតទៅដល់ 30% នៅក្នុងឆ្នាំ2020ដូច្នេះកត្តាច្បាប់គឺជាកត្តាមួយដ៏សំខាន់ក្នុងការដាក់កំហិតឲ្យមហាជនគ្រប់រូបក៏ដូចជាអ្នកបើកបរអ្នកបញ្ជាយានជំនិះនៅតាមដងផ្លូវយកទៅគោរពនិងអនុវត្តដើម្បីបង្ការខ្លួនឲ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចប៉ះពាល់ដល់អាយុជីវិតខ្លួនអ្នកដទៃព្រមទាំងសង្គមជាតិផងដែរដូច្នេះក្រុមបដិសេធនាងខ្ញុំក៏នៅយល់ឃើញថាប្រធានបទដែលបានលើកឡើងខាងលើនេះមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការចូលរួមដោះស្រាយនៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅឡើយទេដូច្នេះនៅកត្តាពីរទៀតសូមផ្ដល់ការបកស្រាយទៅលើមិត្តរួមក្រុមរបស់នាងខ្ញុំជាបឋមនាងខ្ញុំសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំងីសុជាតាជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សហើយនាងខ្ញុំនឹងឡើងធ្វើការបកស្រាយបន្តការគាំទ្រទៅលើប្រធានបទដែលបានលើកឡើងថាសិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរមានតួនាទីសំខាន់នៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាបន្តនាងខ្ញុំសូមធ្វើការផ្សារភ្ជាប់ពីមិត្តរួមក្រុមរបស់នាងខ្ញុំនៅបកស្រាយទៅលើចំពោះសិលធម៌សង្គមយើងឃើញថាទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងទីក្រុងភ្នំពេញយើងនេះគឺភ្លើងសញ្ញាចរាចរណ៍ភ្លើងស្តុបភ្លើងខៀវគេអនុញ្ញាតឲ្យយើងទៅមុខហើយភ្លើងក្រហមគេឲ្យយើងឈប់ប៉ុន្តែបុគ្គលមួយចំនួនទៀតនោះគាត់ឃើញភ្លើងក្រហមហើយគាត់នៅតែបន្តដំណើរទៅមុខឬតែបង្កើនល្បឿនទៀតដល់ពេលគាត់បង្កើនទៅប៉ះពាល់ជាមួយនឹងអ្នកដទៃទៀតដែលបង្កឲ្យមានគ្រោះថ្នាក់ហើយជាពិសេសជានេះទៅទៀតនោះគឺនៅលើដងផ្លូវគេបានចែងឲ្យផ្លូវណាឡានជិះផ្លូវណាម៉ូតូជិះប៉ុន្តែដោយសារតែបុគ្គលមួយចំនួនគិតថាឡានជិះខាងផ្លូវម៉ូតូជិះផ្លូវឡានបង្កឲ្យមានការកកស្ទះដល់ពេលកកស្ទះម្នាក់គិតដូចម្នាក់រលទៅមុខដូចគ្នាអញ្ចឹងទៅដល់ពេលប៉ះទៅបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរហើយកាន់តែពិសេសជានេះទៅទៀតនោះសញ្ញាហាមបត់ឆ្វេងឬក៏ហាមបត់ស្ដាំផ្សេងគឺក៏គេបានចែងនៅក្នុងច្បាប់ហើយប៉ុន្តែបុគ្គលមួយចំនួនគាត់បានដឹងទាំងអស់ហើយប៉ុន្តែគាត់នៅតែបំពេញបត់ទាំងបច្រាស់ទិសទៅទាំងផ្លូវដល់ប៉ះពាល់ជាមួយអ្នកដទៃបង្កឲ្យមានគ្រោះថ្នាក់ផងដែរហើយកត្តាទាំងអស់នេះកើតឡើងដោយសារអ្វីដោយសារតែប្រជាពលរដ្ឋទាំងអស់គាត់មិនបានគោរពនៅច្បាប់ចរាចរណ៍ហើយការមិនបានគោរពនៅច្បាប់ចរាចរណ៍នេះគឺការខ្វះនៅក្រមសីលធម៌នៅក្នុងការបើកបរនោះឯងហើយដើម្បីកាត់បន្ថយទៅបានលុះត្រាតែគាត់ចូលរួមទាំងអស់គ្នាកុំបើកបរក្នុងពេលស្វឹងកុំបំពេញទៅលើច្បាប់ចរាចរណ៍គឺការដែលមានក្រមសីលធម៌នោះហើយជាពិសេសគឺការគោរពនៅអាយុជីវិតអ្នកដទៃដូចជាពាក្យប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានលើកឡើងថាការគោរពអាយុជីវិតរបស់អ្នកដទៃគឺជាការគោរពនៅអាយុជីវិតរបស់ខ្លួនឯងហើយទន្ទឹមនឹងគ្នានេះផងដែរតម្លៃស្ត្រីក៏បានចូលរួមនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យើងបានដឹងហើយថាស្ត្រីភាគច្រើនគឺគាត់មានតម្លៃពីធម្មជាតិគឺគាត់មិនបើកបរនៅក្នុងពេលស្វឹងមិនបើកបរលឿនហួសល្បឿនកំណត់នោះទេហើយគាត់បានចូលរួមនៅក្នុងគ្រួសារដូចថាក្នុងការផ្ដល់នៅដំបូងមានទៅដល់គ្រួសារដូចជាស្លាមីបងកុំបើកបរលឿនពេកកុំបើកបរខ្លាចប៉ះពាល់ទៅដល់អ្នកដទៃបង្កមានគ្រោះថ្នាក់ហើយកូនក៏អញ្ចឹងដែរបើកបរចេះប្រយ័ត្នប្រយែងផងដែរដើម្បីកាត់បន្ថយនៅគ្រោះថ្នាក់ទាំងអស់នេះហើយបើយើងកលែងមើលទៅក្នុងសង្គមជាតិដូចជារូបបដានៅខាងក្រោយមិត្តក្រុមបដិសេធអញ្ចឹងគឺលោកជំទាវកតេប្របណ្ឌិតបូរ៉ានីហ៊ុនសែនក៏គឺជាប្រធានកិត្តិយសគណៈកម្មការលើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរក៏បានចូលរួមនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយបណ្ដុះនៅផ្នែកគំនិតទៅដល់យុវវ័យទាំងអស់ឲ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ហើយនឹងការឃោសនាផ្សេងៗដែលពាក់ព័ន្ធទៅនឹងច្បាប់ចរាចរណ៍ទាំងអស់នេះគឺ
ទាំងអស់នេះការលនសាអ្វីដោយសារតែគំនិតរបស់គាត់ដែលជាស្ត្រីគឺគាត់មានតម្លៃនៅត្រង់នោះដែលអាចចូលរួមនៅក្នុងការកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ហើយទន្ទឹមនឹងយើងមាននៅសិលធម៌សង្គមការឲ្យកម្ពស់ទៅដល់តម្លៃស្ត្រីក៏យើងត្រូវតែគិតថាយើងគឺជាគ្រួសារខ្មែរដូចគ្នាយើងត្រូវតែស្រឡាញ់រាប់រោគគ្នាដែលគិតថាខ្មែរដូចគ្នាទើបគ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយទៅបានហើយជាចុងក្រោយក្នុងនាមខ្ញុំជាស្ត្រីមួយរូបក៏ដូចជាយុវជនទាំងអស់ក៏សូមចូលរួមក្នុងការលើកកម្ពស់នៅសិលធម៌សង្គមការឲ្យតម្លៃទៅលើស្ត្រីនិងចូលរួមស្រឡាញ់ខ្មែរទាំងអស់គ្នាដើម្បីកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជារៀងរហូតទៅសូមអរគុណបាទខ្ញុំឈ្មោះម៉ៅស្រាមនេះជានិស្សិតមកពីសាកលវិទ្យាល័យវាបរៃសូមធ្វើការបកស្រាយបន្តពីមិត្តរួមក្រុមរបស់ខ្ញុំបាទដែលអំបញ្ញមិញនេះអង្គវេទិកាទាំងមូលបានជ្រាបមកហើយអំពីកត្តាច្បាប់ដែលជាកត្តាមួយយ៉ាងចម្បងនៅក្នុងការកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ហើយនៅទីនេះខ្ញុំសូមលើកយកកត្តាពីរទៀតគឺកត្តាអប់រំនិងកត្តាចូលរួមចំពោះកត្តាអប់រំដែលក្រុមខ្ញុំបានលើកឡើងកន្លែងនេះគឺតកតងទៅនឹងកត្តាអប់រំតកតងទៅនឹងអប់រំទៅលើផ្លូវច្បាប់ហើយចំពោះសិលធម៌ដែលខាងក្រុមគ្រប់គ្រងបានលើកឡើងនោះកុំភ័ន្តច្រឡំជាមួយនឹងការអប់រំនៅត្រង់នេះពីព្រោះតែមនុស្សខុសនឹងសិលធម៌មនុស្សមិនទទួលទោសទេប៉ុន្តែបើមនុស្សខុសនឹងច្បាប់មនុស្សនឹងទទួលទោសបាទសូមអរគុណកត្តាអប់រំនេះគឺយើងឃើញថាកត្តាអប់រំមានន័យថាការផ្ដល់ចំណេះដឹងទៅដល់មូលដ្ឋានទៅដល់មហាជនគ្រប់ស្រទាប់វណ្ណៈហើយការអប់រំទៀតសោតត្រូវបានធ្វើការបែងចែកចេញជាពីរគឺការអប់រំក្នុងប្រព័ន្ធនិងការអប់រំក្នុងក្រៅប្រព័ន្ធការអប់រំក្នុងប្រព័ន្ធជាងឃើញថាបច្ចុប្បន្នប្រទេសកម្ពុជាយើងដែលមានក្រសួងអប់រំដែលជាសេនាធិការរបស់រដ្ឋាភិបាលបានដាក់បញ្ចូលនៅការអប់រំខាងផ្នែកចរាចរណ៍ចូលទៅក្នុងកម្មវិធីសិក្សាចាប់ពីបឋមសិក្សារហូតដល់ឧត្តមសិក្សាដែលដើម្បីឲ្យសិស្សានុសិស្សទាំងអស់នោះជ្រាបកាន់តែច្បាស់អំពីការគោរពច្បាប់ចរាចរណ៍នេះហើយជាពិសេសថែមទៀតនោះយើងឃើញថានៅតាមសាលាបង្រៀនបើកបរកំពុងតែដើរតួនាទីយ៉ាងសំខាន់ណានៅក្នុងការបង្ហាត់បង្ហាញដល់មហាជនជាពិសេសនោះគឺអ្នកបញ្ជាយានយន្តទៅតាមដងផ្លូវដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផ្លាកសញ្ញាគំនូសសញ្ញាភ្លើងសញ្ញានិងសញ្ញាចរាចរណ៍ផ្សេងទៀតរួមទាំងបំរាមដែលច្បាប់បានហាមឃាត់ផងដែរដើម្បីជាកត្តាមួយអាចឲ្យពួកគាត់ជៀសផុតពីការគ្រោះថ្នាក់ជាយថាហេតុមួយដែលអាចនឹងកើតមានឡើងហើយលើពីនេះថែមទៀតយើងឃើញថាមានយុវជនការក្បាតខំនិងយុវជនកាយរិទ្ធពួកគាត់បានចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគាត់ធ្វើការចុះទៅអប់រំបន្ថែមនិងបញ្ចូលបន្ថែមទៅដល់មហាជនជាពិសេសអ្នកបញ្ជាយានយន្តនៅលើដងផ្លូវដើម្បីជាសារមួយឆ្លើយតបទៅនឹងជាសារមួយដើម្បីពញ្ញាក់អារម្មណ៍ទៅដល់អ្នកបញ្ជាយានយន្តនៅដងផ្លូវនោះដើម្បីឲ្យគាត់យកចិត្តទុកដាក់នៅក្នុងការគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួនដើម្បីការពារជីវិតខ្លួននិងគ្រួសាររបស់ខ្លួនផងដែរទន្ទឹមនឹងនេះក៏ត្រូវមានកត្តាមួយទៀតផងដែរគឺកត្តាចូលរួមតែកត្តាចូលរួមនេះគឺយើងសំដៅទៅលើការចូលរួមរបស់មហាជនក៏ដូចជាការចូលរួមរបស់រដ្ឋាភិបាលបើយើងក៏លេខទៅមើលសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃដែលក្រុមខ្ញុំបានលើកឡើងខាងដើមនោះក៏បាននៅត្រង់ចំណុច